សូមពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាចុចពាក្យ Subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានហោរាសាស្ត្រព្រមទាំងអត្ថបទចែកទំលែកផ្សេងៗជាមួយនឹងខ្ញុំបាទជារៀងរាល់ថ្ងៃបាទជាដំបូងខ្ញុំបាទសូមលំអរកាយគោរពនិងជំរាបសួរទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានដែលតែងតែនិយមតាមដានសន្តាប់នៅនីតិហោរាសាស្ត្រជាមួយនឹងខ្ញុំបាទជារៀងរាល់ថ្ងៃនៅវេលាថ្ងៃនេះយើងជួបគ្នាសាជាថ្មីនៅក្នុងនីតិហោរាសាស្ត្រប្រចាំថ្ងៃឆ្នាំទាំង12នៅវេលាថ្ងៃអាទិត្យបាទចំពោះការមើលតាមតម្រាទិញរបស់វិញបើសិនជាទិញរបស់នៅក្នុងថ្ងៃអាទិត្យនេះរបស់នោះមានសាច់មិនស្និទ្ធមានភិនភាកស្នាមជាហេតុប្រើយូរទៅនឹងមានទោសលោកឲ្យប្រើបានតែ7ថ្ងៃតែប៉ុណ្ណោះបាទពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាមុននឹងចូលដល់នីតិហោរាសាស្ត្រសម្រាប់ថ្ងៃអាទិត្យនេះខ្ញុំបាទក៏សូមលើកដៃបួងសួងទៅដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ដែលមានឫទ្ធិបារមីសូមជួយតាមថែរក្សាពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យទទួលបានសេចក្តីសុខនិងមានសុភមង្គលនៅក្នុងក្រុមគ្រួសារបាទជាបន្តដើម្បីកុំឲ្យខាតពេលវេលាយូរសូមពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាតាមដានសន្តាប់នៅនីតិហោរាសាស្ត្រសម្រាប់ថ្ងៃអាទិត្យនេះជាមួយនឹងខ្ញុំបាទដូចតទៅបាទសម្រាប់ថ្ងៃអាទិត្យនេះចំពោះការធ្វើដំណើរដើម្បីប្រកបរបររកស៊ីអស់លោកអ្នកត្រូវប្រកាន់យកទិសខាងជើងតែកុំចោលយាត្រាទៅទិសខាងត្បូងគឺជាទិសអពមង្គលសម្រាប់ថ្ងៃអាទិត្យនេះធ្វើកិច្ចការងារໄວមិនគួរប្រសើរឡើយចំពោះការមើលតាមទំនាយជាជ្រឹះនៃការអង្គុយឲ្យមានសិរីសួស្តីជ័យមង្គលនិងដើម្បីទទួលបានជោគជ័យក្នុងការលេងល្បែងអ្វីមួយនោះឲ្យអង្គុយទៅទិសខាងជើងបែរមុខទៅរកទិសអាគ្នេយ៍ចំពោះការមើលតាមក្បួនកាកបាទយាមកាឡាឬគេហៅថាសរកាយាម25ជាន់សម្រាប់ធ្វើដំណើរទៅកាន់ទីជិតឆ្ងាយយប់ឬថ្ងៃអ្នកណាធ្វើតាមក្បួននេះនឹងមានប្រសិទ្ធភាពណាស់សម្រាប់ក្បួនកាកបាទយាមកាឡាក្នុងថ្ងៃអាទិត្យនេះមានដូចតទៅចំពោះម៉ោងយប់ព្រឹកគឺជាម៉ោង04នៅចន្លោះម៉ោងនេះគឺអន់ណាស់ធ្វើអ្វីនឹងទទួលបានជោគជ័យព្រោះគ្មានអ្វីមកយាយីបានឡើយមានតែលៀបចូលពេញបរិបូរណ៍ចំពោះម៉ោងពេញពន្លឺគឺជាម៉ោងកាកបាទទៅណាមកណានឹងកើតក្តីអន្តរាយគួរប្រុងប្រយ័ត្នក្នុងការបណ្ដាក់ទុនផ្សេងរឿងទុកដាក់របស់របរឲ្យបានត្រឹមត្រូវជៀសវាងការបាត់បង់ដោយប្រការណាមួយបើចេញដំណើរពីផ្ទះនៅចន្លោះម៉ោងនេះចំពោះម៉ោងថ្ងៃត្រង់គឺជាម៉ោងផ្នត់សូន្យតទេគ្មានអ្វីសោះមានន័យថាមិនបានទទួលលាភអ្វីហើយក៏មិនជួបនឹងគ្រោះថ្នាក់អ្វីដែរចំពោះម៉ោងរសៀលគឺជាម៉ោង02ជាម៉ោងសុខសាន្តធ្វើដំណើរទៅណាមកណាបានសេចក្តីសុខសម្រាប់ម៉ោងនេះចំពោះម៉ោងល្ងាចយប់គឺជាម៉ោង01មានន័យថាការធ្វើដំណើរឬធ្វើជំនួញផ្សេងមិនអស់ឡើយគឺជាគ្រោះកាចនៅចន្លោះម៉ោងនេះជាពិសេសមិនគួរធ្វើដំណើរឆ្ងាយឡើយតែបើបានជាធ្វើដំណើរហើយសូមប្រយ័ត្នចរាចរណ៍ឲ្យបានខ្ពស់បំផុតសម្រាប់អស់លោកអ្នកដែលកើតឆ្នាំជូតនាមសាទកណ្ដុរធាតុទឹកពុកទេប្រាប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារចរចារឿងអ្វីមួយពីព្រោះថារឿងអ្វីតែងតែហុចផលផ្លែផ្កាមកវិញជានិច្ចរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរលោកអ្នកអាចបណ្ដាក់ទុនរកស៊ីជាត្រង់ពេលធំនិងអាចចេញទៅរកស៊ីនៅទីជិតទីឆ្ងាយដោយអាចសំប្រកបទាំងអស់ហើយអាចរកផលកម្រៃគ្រាន់បើជាងមុនរីឯការធ្វើដំណើរទៅទីជិតទីឆ្ងាយជួបតែភាពសុខសាន្តជាដរាបដូចសពមួយដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំប្រុសស្រីអ្នកអាចសាងស្នេហាចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងនោះទេសម្រាប់អស់លោកអ្នកដែលកើតឆ្នាំឆ្លូវនាមសាទគោធាតុដីពងមនុស្សប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅកំណាត់ផ្លូវដ៏តានតឹងដោយសារតែមានសភាពពិបាករួលទៅមុខព្រោះតែជួបនៅបញ្ហាប្រទាំងប្រទើហើយគ្រប់មនុស្ស
ដែលនៅជុំវិញចាំតែជំនាញនេះនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរីឯការរស់នៅអស់លោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រកាសដូចនេះចូលប្រុងប្រយ័ត្នកើតជាចំនួនវិវាទជាមួយនឹងនរណាម្នាក់ព្រោះតែបញ្ហានេះរីឯអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការងារជួញដូរទីជិតទីឆ្ងាយជួបតែភាពរកាំរកោរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលផ្លាស់ប្ដូរព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វល់ខ្វាយជាញឹកញាប់ផងដែរសម្រាប់អស់លោកអ្នកដែលកើតឆ្នាំខាលនាមសត្វខ្លាធាតុឈើពុកយក្សរីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រត់ចុះចំពោះការងាររកស៊ីជួញដូរតែងតែជួបនូវឧបសគ្គជាច្រើននៅក្នុងរយៈពេលនេះដោយសារតែផលចំណូលមានការហូរចូលតិចតួចស្ដួយស្ដាងនិងកម្រៃដែលទទួលបានពីកម្លាំងញើសឈាមវិញនោះគឺរកបានតឹងតែកុំចាយវិញធូរឲ្យសោះព្រោះអាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារក្នុងរយៈពេលនេះដែរទោះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយត្រូវតែមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការថ្នាំងថ្នាក់និងការទើសចិត្តគ្នាច្រើនហើយសូមប្រយ័ត្នចំពោះក្រុមមនុស្សទី3ចូលមុខជ្រៀតជ្រែកនាំឲ្យកើតជាចំនួនវិវាទឈានទៅដល់ការប្រឆាឡើងសម្រាប់អស់លោកអ្នកដែលកើតឆ្នាំថោះនាមសត្វទុនសាយធាតុឈើពងមនុស្សស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារចរចារឿងអ្វីមួយពីព្រោះថារឿងអ្វីតែងតែហុចផលផ្លែផ្កាមកវិញជានិច្ចរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរលោកអ្នកអាចបណ្ដាក់ទុនរកស៊ីជាព្រមត្រេធំនិងអាចចិនទៅរកស៊ីនៅទីជិតទីឆ្ងាយដោយអាចសមប្រកបទាំងអស់ហើយអាចរកផលកម្រៃគ្រាន់បើជាងមុនរីឯការធ្វើដំណើរទៅទីជិតទីឆ្ងាយជួបតែភាពសុខសាន្តជាដរាបដូចសពមួយដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំប្រុសស្រីអ្នកអាចសាងស្នេហាចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងនោះទេសម្រាប់អស់លោកអ្នកដែលកើតឆ្នាំរោងនាមសត្វនាគធាតុមាសពងទេវតាប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅកំណាត់ផ្លូវដ៏តានតឹងដោយសារតែមានសភាពពិបាករួលទំមុខព្រោះតែជួបនៅបញ្ហាប្រទាំងប្រទើហើយគ្រប់មនុស្សដែលនៅជុំវិញចាំតែជំនាញនេះនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរីឯការរស់នៅអស់លោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រកាសដូចនេះចូលប្រុងប្រយ័ត្នកើតជាចំនួនវិវាទជាមួយនឹងនរណាម្នាក់ព្រោះតែបញ្ហានេះរីឯអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការងារជួញដូរទីជិតទីឆ្ងាយជួបតែភាពរកាំរកោរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលផ្លាស់ប្ដូរព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វល់ខ្វាយជាញឹកញាប់ផងដែរសម្រាប់អស់លោកអ្នកដែលកើតឆ្នាំអាសាឍនាមសត្វពស់ធាតុភ្លើងពងមនុស្សប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារចរចារឿងអ្វីមួយពីព្រោះថារឿងអ្វីតែងតែហុចផលផ្លែផ្កាមកវិញជានិច្ចរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរលោកអ្នកអាចបណ្ដាក់ទុនរកស៊ីជាទ្រង់ទ្រាយធំនិងអាចចេញទៅរកស៊ីនៅទីជិតទីឆ្ងាយដោយអាចសមប្រកបទាំងអស់ហើយអាចរកផលកម្រៃគ្រាន់បើជាងមុនរីឯការធ្វើដំណើរទៅទីជិតទីឆ្ងាយជួបតែភាពសុខសាន្តជាដរាបដូចសពមួយដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំប្រុសស្រីអ្នកអាចសាងស្នេហាចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងនោះទេសម្រាប់អស់លោកអ្នកដែលកើតឆ្នាំមុំមីនាមសត្វសេះធាតុភ្លើងពងទេវតាស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទោះអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណង
ងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានិងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើអស់លោកអ្នកមានដំណើរទៅណាមកណាគឺប្រកបតែសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍មានភាពលោតលើននឹងគ្នាខ្លាំងណាស់សម្រាប់អស់លោកអ្នកដែលកើតឆ្នាំមម៉ែនាមសាទពពែធៀបមាសពងទេប្រាស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារចរចារឿងអ្វីមួយពីព្រោះថារឿងអ្វីតែងតែហុចផលផ្លែផ្កាមកវិញជានិច្ចរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរលោកអ្នកអាចបណ្ដាក់ទុនរកស៊ីជាទ្រង់ទ្រាយធំនិងអាចចេញទៅរកស៊ីនៅទីជិតទីឆ្ងាយដោយអាចសំប្រកបទាំងអស់ហើយអាចរកផលកម្រៃគ្រាន់បើជាមុនរីឯការធ្វើដំណើរទៅទីជិតទីឆ្ងាយជួបតែភាពសុខសាន្តជាដរាបដូចសពមួយដងរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំប្រុសស្រីអ្នកអាចសាងស្នេហាចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរៀងរាំងនោះទេសម្រាប់អស់លោកអ្នកដែលកើតឆ្នាំវកនាមសាទស្វាធាតដែកពងយៈប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រត់ចុះចំពោះការងាររកស៊ីជួញដូរតែងតែជួបនូវឧបសគ្គជាច្រើននៅក្នុងរយៈពេលនេះដោយសារតែផលចំណូលមានការហូរចូលតិចតួចស្ដួចស្ដើងនិងកម្រៃដែលទទួលបានពីកម្លាំងញើសឈាមវិញនោះគឺរកបានតឹងតែកំចៃវិញធូរឲ្យសោះព្រោះអាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចគ្រួសារក្នុងរយៈពេលនេះដែរទោះលោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយត្រូវតែមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចរីឯបញ្ហាសេចក្តីស្នេហាកំឡោះក្រមុំមានការថ្នាំងថ្នាក់និងការទើសចិត្តគ្នាច្រើនហើយសូមប្រយ័ត្នចំពោះក្រុមមនុស្សទី3ចូលមកជ្រៀតជ្រែកនាំឲ្យការជាចំនួនវិវាទឈានទៅដល់ការប្រែឆាឡើងសម្រាប់អស់លោកអ្នកដែលកើតឆ្នាំរកានាមសត្វមន់ធៀបដែកពងយៈប្រុសរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាបណ្ដើរនៅក្នុងរយៈពេលនេះដែរជួនចិត្តប្រសើរជាងជួនឆ្ងាយព្រោះការដើរហើរផ្លូវឆ្ងាយបើមិនបានជួបគ្រោះអាក្រក់នោះទេក៏នឹងបានត្រឹមតែបានដាច់ទៅទេនឹងនាំរឿងក្តៅក្រហាយចូលផ្ទះវិញតែប៉ុណ្ណោះហើយបើសិនជានឹងបានចូលរួមកម្មវិធីផ្សេងចូលរៀបចំអាកប្បកិរិយាឲ្យបានសមរម្យទើបមិនអាប់អោនដល់កិត្តិយសរីឯបញ្ហាសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំមេម៉ាយពោះម៉ាយសូមប្រយ័ត្នមនុស្សទី3ចូលសម្រាប់អស់លោកអ្នកដែលកើតឆ្នាំចនាមសត្វឆ្កែធាតដីពងយៈស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យមនៅក្នុងថ្ងៃនេះទាំងស្ត្រីនិងបុរសបើចង់ធ្វើអ្វីមួយក៏ដោយក៏តែងតែជួបនៅកំណាត់ផ្លូវដ៏តានតឹងដោយសារតែមានសភាពពិបាករួលទៅមុខព្រោះតែជួបនៅបញ្ហាប្រទាំងប្រទើហើយគ្រប់មនុស្សដែលនៅជុំវិញចាំតែឈ្នានេះនឹងមើលបំណាំបង្ករឿងតែប៉ុណ្ណោះរីឯការរស់នៅអស់លោកអ្នកមានបញ្ហាច្រើនលើបញ្ហាប្រកាសដូចនេះចូលប្រុងប្រយ័ត្នកើតជាចំនួនវិវាទជាមួយនឹងនរណាម្នាក់ព្រោះតែបញ្ហានេះរីឯអ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកផលចំណូលណាស់ហើយការងារជួញដូរទីជិតទីឆ្ងាយជួបតែភាពប្រកម្មរកោសរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការប្រែប្រួលផ្លាស់ប្ដូរព្រោះជួនកាលក៏ល្អជួនកាលក៏អាក្រក់នាំឲ្យខ្វល់ខ្វាយជាញឹកញាប់ផងដែរសម្រាប់អស់លោកអ្នកដែលកើតឆ្នាំកុរនាមសត្វជ្រូកធៀបទឹកពងមនុស្សស្រីរាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះផ្ដល់ផលល្អសម្រាប់លោកអ្នកទំនាក់ទំនងការងារចរចារឿងអ្វីមួយពីព្រោះថារឿងអ្វីតែងតែហុចផលផ្លែផ្កាមកវិញជានិច្ចរីឯអ្នកប្រកបមុខរបររកស៊ីជួញដូរលោកអ្នកអាចបណ្ដាក់ទុនរកស៊ីជាទ្រង់ទ្រាយធំនិងអាចចេញទៅរកស៊ីនៅទីជិតទីឆ្ងាយដោយអាចសំប្រកបទាំងអស់ហើយអាចរកផលកម្រៃគ្រាន់បើជាងមុនរីឯការធ្វើដំណើរទៅទីជិតទីឆ្ងាយ
ជួបតែភាពសុខសាន្តជាដរាបដូចសពមួយដងរីឯបញ្ហាសេចក្តីស្នេហាកុំឡោះក្រមុំប្រុសស្រីអ្នកអាចសាងស្នេហាចាស់ថ្មីដោយមិនមានឧបសគ្គអ្វីរារាំងនោះទេបាទពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អាននាទីហោរាសាស្ត្រនៅក្នុងថ្ងៃនេះក៏ដល់ទីបញ្ចប់បើសិនជាចូលចិត្តសូមចុច like ដើម្បីគាំទ្រនិងបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនរបស់បងប្អូននៅ comment ខាងក្រោមជាចុងក្រោយខ្ញុំបាទក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានស្ដាប់យើងខ្ញុំរហូតដល់ទីបញ្ចប់ហើយខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាជួបប្រទះតែពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លាឃ្លាតឡើយសូមអរគុណនិងសូមជម្រាបលា